Sin sao? Yeah, sao chú xin. Mà chú Sin sao? Yeah, chú Sin first pick. Okay, chú xin dương Fred dương bạn lên với nha. Ê, dương sao Cloud sao vai bị đó. Bà. Ồ. បន្ទាប់ពីបញ្ចប់ជាមួយនឹងការប្រកួតរបស់យើងនៅក្នុងកំណត់ណាទៅណាដែលគាត់ទស្សនាជាមួយនឹងការទស្សនា Voice Party នៅ MBL Cambodia Arena យើងមានការចាប់រង្វាន់ប៉ុណ្ណាសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកដែលគាត់បានទៅសេស្លឹកឆ្នោតដើម្បីធ្វើការចាប់រង្វាន់អញ្ចឹងនៅចាំស្ដាប់ឈ្មោះសិនក៏លោត្រូវរង្វាន់ប៉ុណ្ណេះបាទរង្វាន់ធំយេអីគេបាទធ្វើអីគេអត់ដឹងដែរបាទអញ្ចឹងអាចនឹងចេញ Fred Terrain Cloud មកដែរឬទេពីក្រុមកម្ពុជារបស់យើងបាទចាំមើលអត់ Fred Terrain Cloud ល្អ Fred Cloud ចុះប៉ាកេតូ Yeah Fred Cloud ល្អ Fred Cloud ល្អចុះប៉ាកេតូលើគេផ្លេចចោលមែនគេមិនភ្លេចទេ Experience Land មិញពិបាកសម្រាប់វិញមិញគង់ដែរហ្នឹងយូសុងមិញអត់សូវធំទេណាបាទ Freya បិទជាប់ដែរហ្នឹងហើយបាទអីយ៉ាគេយកអាឡុតមកលេងអាឡុតក៏វិញវិញបាទចុះពេលណីយើងនៅសល់អីគេសល់ YBE សល់ if សល់ damage និយាយទៅចង់ឲ្យអាឡុតហ្នឹងលេងអត់បានតតែយើងយក damage វាយ early midland ត្រូវតែ damage roamer ត្រូវតែ damage ព្រោះតែសារតែចាញ់ color control ហើយជាពិសេសគឺតែការ cover ខាត់ lit Hilda ឧទាហរណ៍ណា lit Hilda ឬក៏កតតតែបើ midland yes if ក៏បានជូស៊ីនក៏បានចើធានបាទធានតែចើធានរៀងពិបាកលេងដោយសារវគ្គនេះគេអាឡុតគេចូលដល់បាទមើលទៅអាហ្នឹង position គាត់អាហ្នឹង season លើ position ដែរព្រោះ midland ហ្នឹងក៏ចូលដល់ដែររត់មិនរួចគីមីក៏រត់មិនរួចផាសាក៏រត់រួចហ្នឹងហើយសោះរត់រួច midland សោះតែអាចនឹងប្រឈមនឹងការ final slash របស់ lot ទាំងអស់ Wow ប៉ាគីតូបាទ combo ទេហើយបាទយូសង back យូសង Fred Terrain បាទមិនយូសង back គេទេ back គេបែនចោលបាទយូសង back combo ខ្លាំងណាស់បងកាដើមវគ្គ snowball មកបុកគឺទៅយកមកបុកអូតូតែណែកើបើយើងនិយាយឲ្យកាន់ជើង region យើងហ្មងណាត្រាស់មកនេះចេញពីយើងមើលណាខ្ញុំទៅ review សារនឹងវិញក្នុងការប្រកួតរបស់យើងចេញពីយើងមើល យូសង back ណាបាទឥឡូវ3 slot ចេញគេអត់តមាន Golan ទេ Golan គេអាចនឹងមានភាគរយចេញជាមួយនឹង Moscow ទៀតដែរអត់វគ្គនេះ Romer គេអាចនឹងលេង Camilla ទៀតអត់ណាគេដូចជាមិនទេតែកម្ពុជាច្រើនណាស់ណាគេកម្ពុជាច្រើនណាស់បើឧទាហរណ៍ថាគេមាន Camilla ទៀតយើងបាក់ចូលទៀតគេបិទនេះបាត់អូយើងបាត់ចោលដែរខ្ញុំនិយាយអត់ទេយើងបិទអីគេបិទ YBE ដែរគេចង់លេង Midland ធំជាងយើងហ្នឹងហើយគេចង់លេង0Lilia យើងក៏បាក់លេងដែរបើមិនចង់ hero clear lane គីមីក៏ពិបាកដែរអេ Lilia អូខេ Lilia អូខេ Lilia បាក់រត់ណា Lilia តើ Romer យើងល្អណែចាំមើលមកគាត់ adapt Romer ឲ្យគេមកលេងវគ្គហ្នឹងយើងនៅសល់អីគេ Romer Atlas ទៀត Hylos យេ Hylos ល្អ Hylos អូខេ Hylos ល្អហេកលូរ៉ូមសល់ដែរយ៉ាកលូរ៉ូមក៏បានបាទកលូរ៉ូមសល់កលូរ៉ូមលួច build defend full defend មក Atlas Romer បើគេនៅសល់ឈូអញនៅតែ combo បានណាគេតាត់កវីលើកកវីតែគេតែការរ៉ូ front line ធំដែរបងចាំមើលសំខាន់ការយក map ទេព្រោះមិញគាត់ល្អដោយសារការយក map និងការ start team fight មុនតើចាំមានទៀត Freya Camilla បូក Camilla បូក Freya Camilla មកហ្នឹងបូក Camilla Freya លោតមកវើហើយ Fred ទៀតហ្នឹងណាគេ CC ច្រើនបើយើងនិយាយទៅវគ្គមុន CC បានใน Cloud Control skill hero ដែលមាន skill ប្រភេទ annoy team fight ច្រើននិយាយទៅ Last band មកគេថាចង់ band អី Midland ដូចជាអស់ហ្នឹងណាដៃវែងចិត្តធានហ្នឹងឯងណាចិត្តធានបិទជាមួយនឹង damage hero ដៃវែងអា link midland រៀងពិបាកតែសល់ Lilia មួយបើសិនជាចង់លេង smart lane បាទ Lilia ក៏ស្រួល clear lane ណាបើចង់លេង smart តែបើចង់បាន damage team fight ផាសាឥឡូវគេមិនសូវលេងទេបាទណាផាសារៀងពិបាកមែនទេគីមីក៏រៀងពិបាកលេងយេជំរើសល្អវគ្គនេះមានសល់តែមួយហ្នឹងបាទ Lilia យេValen ក៏បាក់លេងValen ក៏យ៉ាងពិបាកដែរ Valen ពិបាកលេងមួយជួសស៊ីនហ្នឹងហើយហត់តែពិបាកហ្នឹងហើយសំខាន់ការអម midland របស់គាត់ជាមួយ Romer តែការ Romer ល្អដែរ
កាតត បាទដកតារាសម្លាប់មកឲ្យពីក្រុមអង្គរវេរីរបស់យើងបាទតារានេះសើ comfort pick របស់ពួកគាត់ទាំងអស់បងកាហើយបង្គំគ្នាក៏ស្អាតដែរ សំខាន់គីឡូរ៉ូមសោះយើងអត់យកនេះយើងយកកាតតនេះ បាទដឹងដែរបាទមានការ pick គីឡូពីមាន រ៉ូមនេះបើចិត្តខ្ញុំស្ទាយគីឡូពួកគីឡូនេះអណយ Fred អណយ Fred ខ្លាំងណាស់ យ៉ាគីឡូអណយហ្នឹងឯង Fred អាចនឹងអត់បាន retribution ណានៅក្នុងការ control objective បាទ Midlands Faramis រវិចសនាអូខេ Faramis ល្អអូ Faramis បានដែរនេះកថាបើ Faramis ខាងតកលូខាងតករីខាងតកវិនវីអូa lot ច្រើនខ្លាំងមែនតែបើសិនយើងចេញ Faramis គឺល្អអាចចេញពី Faramis អត់ណាវិចសនាក៏លេងបានដែរវ៉ានេះវិចសនាក៏ដល់វិចសនាយើងទៅតិចយើង Final Slash មកយើងបាក់រត់តែបើសិនជា Faramis ល្អខ្លាំងមែនតែហើយជាមួយការសម្រេចចិត្តរបស់ខាងក្រុមអង្គរវេរីកម្ពុជារបស់យើងគាត់អាចនឹងចេញ mid lane មួយណែដែរ Valen ដូចជាមិនសំណុំទេในការ pick វគ្គនេះ Valen អត់មានអី copy ទេក្រៅពី Glue a lot God អូ God បាទ God ជាមួយនឹង a lot យើងបាក់រត់តិចតែបើយើងបូកមុនអូខេបាទ God រៀងពិបាកណាបាទរៀងពិបាកមួយអាឡុតតិចដូចគ្នាបាទអញ្ចឹងចាំមើលជាមួយនឹងក្រុមអង្គរវេរីរបស់យើងតើវគ្គទី2នេះគាត់ធ្វើបានល្អកម្រិតណាដូចគ្នាផងដែរសម្រាប់ពួកគាត់យេបាទចឹងចាំមើលអង្គរវេរីជូនពរគាត់ធ្វើបាននៅក្នុងវគ្គទី2ដើម្បីបន្តចូលវគ្គទី3ដូចគ្នាផងដែរ Draft ក៏បានបញ្ចប់ដូចគ្នាផងដែរបន្ទាប់ពីបញ្ចប់វគ្គទី1មកហើយតើវគ្គទី2មួយនេះយើងអាចទាមទារបានមួយបន្ទុកវិញបន្តចូលវគ្គទី3បានដែរឬទេបាទអាយ៉ាដូចរៀងផ្លែតឆាត់ប្រាប់គ្រប់ឆាត់ហើយបាទបាទអញ្ចឹងយើងមើលបាទទស្សនិកជនរបស់យើងបាទជាមួយនឹងការប្រកួតជាមួយនឹងវគ្គទី2រវាងកម្ពុជាប៉ះជាមួយនឹងមីយ៉ាន់ម៉ានៅក្នុងការប្រកួត Asian Game 2026 Qualifier នៅប្រទេសសិង្ហបុរីផងដែរPatify yes ធម្មតាបាទ spell ឈាមពីទីឧត្តម flicker ពីច័ន្ទមករានិង purify ពី Pavin អំឡំរបស់យើងបាទមានការឆ្នៃទេតែអំឡំ support ចេញមកពី Fred ខាងគេ make ពី Grenavia comment basic 2នាក់ពី Juicing និង Galu បោះទៅលើទីឧត្តមបំបាក់ Midland តិចហើយអូយបាទ Midland ដូចនិយាយចឹង Midland រៀងទៅបងកាអើយកុំឲ្យគេបោះអូយចិត្តឈាមតន់វាយវិញអញបាទបោះ stand អំបញ្ញមិញគាត់បោះទៅលើ Juicing ណាបើគាត់បោះលើ Galu មិញល្អបាទមិញខ្ញុំភ័យហ្មងបងកាហើយអីមិញវាយ passive អត់តន់មិញទៅមានឈាមអូ retrio តែម្ដងមកពីច័ន្ទវណ្ណលឿនតែយើងគួរតែ fast clear ហើយយើងត្រូវការ fast clear ដើម្បីដើរចេញពី mid lane ហ្នឹងអូយសំខាន់គេ combo អញ្ចេះជូសិនលើកមកក៏វិញវា load ultimate យកហ្មងហើយ combo មកកណ្ដោអាឡុតផ្ទះមកក៏វិញវាលើក ulti បានដែរបាទអញ្ចឹង combo គេរៀងធំដែរវគ្គនេះក្រុមអង្គរវេរីរបស់យើងត្រូវប្រយ័ត្នប្រយែងនៅក្នុងការ team fight ដែរខ្លាចចូលក្តៅគេការបោកបញ្ឆោតរបស់គេបាទព្រោះតែយើងហ៊ានទៅលងខ្លួនអាឡុតគេ combo ultimate flicker មកធ្ងន់អឹបយកមកបាទអត់អីជឿជាក់លើក្រុមកម្ពុជាអង្គរវេរីអាចធ្វើបាននៅក្នុងវគ្គទី2បន្តទៀតដូចគ្នាបានដែរណងបាទឥឡូវ level 4ចេញមកពីច័ន្ទវណ្ណដូចគ្នាបានដែរដើម្បីធ្វើការ gang ទៅលើ experience land ទុកឲ្យជាមួយនឹងមេងកុងមាន level 4នឹងងាយស្រួលในការ control ជាមួយនឹង total ទី1ហ៊ានចូលអត់លោតមកចាប់មក flicker មួយចាប់ចាស់ស្តាន់ប៉ុន្តែមានការបោកដូចគ្នាផងដែរចាំទៅណាបាត់ជាមួយនឹងវាត្រឡប់មកវិញពុះមួយដូចគ្នាផងដែរមានការចង់ការវាយជាមួយនឹង experience land តែមានការវាយមកពីការក្រុមកម្ពុជាអង្គរវេរីមានការស៊ីងចាត់ទៅចាំមកបនដាច់ដល់ទី2មួយបាត់ហើយទីឧត្តមឡើងឈាមមកវិញទៅជាអត់អីនោះទេបើកនេះចុចឈាមវាយមកវិញយកបានឈាមអាឡនមកវិញដូចគ្នាបានដែរចង់ណាបោះមកវិញដកថយក្រោយបញ្ចប់វគ្គតែយើងអត់មាននៀកដូចគ្នាបាទយើងអត់នៀកតែយើងបានមក say hello Mystic Gas របស់មកក្រៅតែចាប់បានដូចគ្នាចង់វាយទៀតមែនតែជាមួយនឹងការបោះ skill មួយដូចគ្នាដែរវត្តមានរបស់ច័ន្ទវណ្ណក៏បានត្រឡប់មកវិញដូចគ្នាដែរតែជូស៊ីនជាប់ជាមួយនឹងការថតទាន់ពេលនៃការបដិសានដល់ពេលសាន់វឡាប់ម៉ាំងដាច់ខ្វិតបាទជាមួយនឹងជូស៊ីនបាទជាមួយនឹងការជាប់ stand មិញធ្វើឲ្យជូស៊ីនលងឹតមុខឆឹងយកមកការមកផ្លិតតែ3 stand ប្រដាក់គ្នាបាទមានទាំង Fredrin ធួនជាប់មានទាំងទីឧត្តមទៅថែមមកតង់ទៀតមានទាំង God របស់ Stan តែណាមិញគេចាប់ដើម trade មកវិញដូចគ្នាព្រោះគេដឹងហើយថាមក team fight មិញគឺគេ fail ខ្លាំងមែនទែន
bà cái trong cả dư dòng của mọi là vậy buôn môn thật thó tay mà chân bó crom bằng câu bari bây giờ cứ quát đăng đôi khi này này flow rotation bó khang miền mà bà chẳng mà thêm file mấy cái file cái thread do ban chiều môi nâng sắt bê to môi nó cứ chừng đấy nhá đôi là ban vậy tha sắt chẳng có nó cứ bụng experience cho ra mình nên giờ ta thread sang smile dương vô tập thó là yes bà thó kết bây giờ rúm tay chiều môi này mình công chiều môi này chăn văn bang chắp chiều môi này cái lược kia bao tụi mày bà bớt soul bị đang đôi khi bàn tay mình đây tôi tê bà môi xanh màu ế vài tiết thốn môi ta sọt bà ngày chị tại những hạt tiền ca farm của xong đấy phu do chiều môi này experience grab là về môi tôi lưng là về bumper bà nói cái do anh ấy giống ăn thật thò không cái do mấy cái do tụi mình mới thế này bà cái lùi ban pi nó thôn ập này cho mình tha lấy cái team tia oi chăng gõ cái team tia oi lên aggressive lùi ban trở thành thật chân đấy nhá bà cái này nó còn phân bay từ lờ romer đằng mid lane đấy này đằng chui đường đó chui bà cá trâu thật thò luôn vậy giống cá trâu thật thò kết chơi chân đánh bây giờ ruộng tay bờ sân giờ cá lùi grip trâu khờ này cho ta bây giờ tay mùi bà bây giờ thế chăng là cái nó một là vậy mà lồng lại lúc này mình là cà phê là bò phà viên mà là khang lơ men vọt miên rồi bò khang chăng là cái vin via mà phà viên nó phàm ban thom ra nó tê tại cái lấy chúng mình đang khang cái trâu nó tê đó để mơ chúng mình đang clip cái lúa ban tiết ta hơi này tại sao ta kết đang tha ở tiêu đom có cầm phong tài chui chúng mình là phà viên trong cà phê mà chẳng cái lúa bán lúa đang muốn những đang sẽ fresh bảo tha speed farm rồi đo của mình nó viết vào bạn đó lại này trâu tẹo ok đây rồi tê vùng vỡ cho nằm chón proi vô đây đâu và mẹ nó chăn và nó bên đây phơi tê clip và clip hào dương ta bắt khó cái giò lửa dương ta lửa kia mà giò khổ bà cái phim trade ban chran này tên mẹ nó tha cái squat cho ban trong cam chi bao nhiêu mà cả bán phải là sla muối bỏ san là bấy chuối tại vì mình chư tế láng chiêm ta lắm một bên chư tế tại Ospel Stan bà Ospel chiêm đâu mua chúng mình là final sla bà chúng mình là mình cùng là các bạn nó ai đừng quan tâm lớn đến team fight pram tôi là pram ready nó bác đi cho time đâu mình sẽ làm vô nơi check conceal được thêm opportunity đâm con ở từ nước kia ra cho anh chúng slow và bây giờ bò khang kiri bên nó để tri vô ban nó thêm là stress đánh cho opportunity đâm ai cho anh AOG đọ thôi cho ta chúng đang objective nó tì ai đang phải slam đó tiết từ lớn mấy cùng và OTT cái lên mui nó tì Picrom Monco bây giờ cứ ca control objective vẽ này hiện smooth mình đến bà smooth ra tay complete no carry cái cầm phong từ free farm này bàยังthử bị giật giấy nhà phù team fight ní bây giờ vậy tham ban objective của phần mai công tác đôi dân ban vậy mình đang tha của Vinavia là bao kế cái chăng là cái link slide này chẳng ca nó một man pi từ thó 4 kill nó không đáy á tay cái tầm khay tay bỏ cả tại sao ta chăng là cái cứ nó một lôi từ lưỡi chăn đập ban đôi khi này này mà cái team trade ở vậy là cái dọc bán cái lùi cái lùi bà lại là kháng khá mấy ca bác mẹ thì tiệt đom đá tầm bậy nghe xua rồi cho mùi này chăn là bán là ca farm cho mùi này clip này kháng khá mà to tiết tầm bậy cùng mọi ca lùi và cả lũ bọc kê còn to bác mẹ đừng có đo bò miên miền làm ta kháng lơ anh miền ca trong chạp cho mùi này miền công đôi cho lùi cho mùi này sắt cho vật pi mũi bạt ta hơi hà viên bác mẹ bờ khơi cho mùi này ca check map được nhiều này bọt miền mau và nông ca boss skill mũi nó bay đầu nông kèn và chút xin là khang lớn và tay là khang lớn lấy chúng mình là khang lớn tay khang khó bị cá chạm ban chúng mình là lú môi nước khiêu bên này môi nó mystic gus đặt mặt nó hơi là khang lớn có mà đang vô ban mình công nước khiêu bên này pi hero bên cá đỏ thôi tranh vì mình công là khang lớn đỏ chúng mình là romer vô ban chúng mình là khiêu one thread tay là thread đấy mà tới chẳng do mình công mấy chỉ riêng nghe rồi lê tay một cái commit do thi one lớn dạng ai ban mít á và cho mơ tay mới tới đôi chỉ tiêu đóng trong tất cả cây khang lớn bao cả trong vai lơ đôi chuyện đắng này ủi cam bắt tới bờ sân chiêm mình coi không biết trong ban midland nhưng cách thay dọ bản bỏ cả ok được trí bà cái trí dọ mình crab bà experience crab cho em đâu nó kháng crab đôi chỉ kiện màu tôi tế và tại phá vinh còn mà fan midland kỹ nó mình to ca trong bốc chúng mình theo bon tại nó kháng crab mình to tiếp vào đây thật thò ti boy bạn tranh màu thì cái này cho mới ca control tại mình ca tôi luôn trên đây rồi tại mình ca tục ban vì phá vinh cho mình tại nó kháng crab tall buff orange bà pram tôi buồn á mùi pram tôi buồn phù phá viên nhưng không phong tài farm khó mê bà cái gì cạn mùi mà ở dưới ai đừng mau tốn mà ta mùi smart cái gì ultimate ta cái phá viên ultimate mùi đa cho mùi nâng ca đa flow có safe đôi khi bị phá viên mình ai nên ca cạn ở đây mà nãy tao lệ thò lên thò cho mơ thò mình nên tay chi ăn na rock and roll
វាក់ថនជាប់ជាមួយនឹងការបោះសាន់ជាមួយនឹង Mystic Gas Final ស្លាប់បណ្ដា AOG នៅខាងក្រោយបណ្ដាចាប់បានជីកជាមួយនឹងមករាបានចាប់ជាមួយនឹង Kevin វាចង់ទៅណាក្នុងកណ្ដាលពីមេកុំបណ្ដាចោលបានបណ្ដាចោលបានជាប់មកនេះនឹងគ្រី1ទល់នឹង3ពីមេកុំយកតាមក្នុងកណ្ដាលតែបណ្ដានោះទេបាត់ពីរ៉ូដូជាមួយនឹងមេកុំមួយតែបណ្ដោះតថទី3ក៏ជាតថរបស់ក្រុមកម្ពុជារបស់យើងមកដែរបាទអែមែនតើជាមួយនឹងគោក្រុមអង្គរវ៉ារីរបស់យើងផងដែរបាទអត់អស់ចិត្តអីបកា Midland បាទដូចជាតែមិនវាយទេគាត់ណាតេសតែណាមិញនៅក្នុងវគ្គទី2នេះគឺជាមួយនឹងកៅផាវិនមានខ្លាំងមែនតើបាទចាំមើលការលេងរបស់គាត់បញ្ចេញទីបេកបាទឥឡូវអត់ភ្លេចទេចង់ទៅណារត់មិនរួចនោះទេមានស្លាប់កំហល់មិនដូចទៅបណ្ដែរជាមួយនឹង Flicker តែជាមួយនឹង Private អីយ៉ាចូលមក1 2 3តែនឹងបាត់បង់ជាមួយនឹងបើជាមួយនឹង Blessing ด้วยដើម្បីបោះវិញនោះបណ្ដែរតែជាមួយនឹង Alop ជាតាមបណ្ដា AOG ជួយមកពីអូដាមរួចជាមួយនឹង Pavin ឡប់មកពីនោះបណ្ដែរតែជាមួយនឹងច័ន្ទបានមានការដល់ថយបណ្ដែរអាចនឹងពាក់លីទៅលើអូដាមមួយនៃការជួយតែកលេជាមួយនឹង Pavin រត់ជាបន្តរួចពីការវាយរត់រួចពី Pavin តែជាមួយនឹងអីយ៉ាអូដាមរត់រួចទៀតលើមិនមានលះបាត់បង់នោះទេបាទពីក្រុមអង្គរវ៉ារីរបស់យើងវគ្គទី2នេះគឺល្អមែនតើជាមួយនឹងការ cover គ្នាជួយគ្នាទាន់ពេលវេលាល្អខ្លាំងមែនតើតែអ្វីដែលជាការសម្រេចចិត្តរបស់កៅផាវិនគឺខ្ញុំដាក់សរសើរគាត់មែនតើដោយសារតែពេលខ្លះគាត់ហ៊ានលេងគាត់ហ៊ានវាយនៅក្នុងវគ្គទី2គឺគាត់ហ៊ានមែនតើណាបងកាមកខ្លះគាត់គឺបញ្ចេញ damage បានច្រើនមែនតើណាមួយពីសមាជិករបស់ក្រុមមីយ៉ាម៉ាភាគច្រើនចាញ់ការបោកបញ្ឆោតរបស់យើងឃើញយើងឈាមទីរៀងកញ្ជ្រោលបាទនៅក្នុងវគ្គ2នេះពីមីយ៉ាម៉ាក៏រៀងកញ្ជ្រោលច្រើនមែនតើបាទបច្ចុប្បន្ន9នាទីការនៅមុខ 3k goal នេះផងដែរតែការនៅមុខ 3k នេះគឺមានមែនតើទៅលើ Pavin យេបាទមិនគឺបាត់បង់តែមករាមួយតែម្ដងគឺច័ន្ទមករាគឺរ៉ែហ្នឹងហើយបាទដោយសារគាត់អស់ Flicker ពីការជីករបស់ Blue ដែលជាហេតុឲ្យគាត់មានការរត់ពិបាករត់តាមមកការបាត់បង់របស់គាត់ក៏មិនជាបញ្ហាដែរព្រោះគាត់អស់ហើយគឺចាញ់អស់ skill យកតែម្ដង skill ទី1 skill ទី2និង Mystic Gust របស់គាត់ Ready ណាមកក៏បានចាញ់ Billy Glue ទីដំបាក់ម៉ែតបានស្អាតខ្លាំងមែនកន្លែងនេះឡទី1ក៏ចាត់ចេញមកដូចគ្នាប៉ុណ្ដែរបាទលើបាក់ម៉ែតខាងគេទៅយក map lot ខាងយើងទៅការ clear land នៅខាងលើចំមុនសិនមកដែរ lot ទី1ក៏បានចេញមកដូចគ្នាដែរតែកន្លែងជាមួយនឹង map ត្រូវការឆែក map កន្លែងនេះមែនតើឆែក map អីយ៉ាចេញលឿនពេកហើយចោលទៅណា Mystic God មិនចាប់ជីវិតរបស់កលូជាមួយនឹង Sky Blazer ចេញមកពីជូស៊ីនក៏មិនអាចធ្វើបាន lot ទី1មកនេះជាមួយនឹងក្រុមកម្ពុជារបស់យើងឯងមានការយកច្រើនជាមួយការបើកនេះពីមេកងបើក map មកឃើញវត្តមានជាមួយនឹង Final Star ធ្វើចាញ់ចង់ធ្វើក៏មិនបានខ្លួនឯងបើកឈាមជាមួយទី10ជាបាន lot ទី1ក្រុមកម្ពុជារបស់យើងប៉ុណ្ណេះអូយការលេង0យ៉ាងស្អាតមកការសឹងតែរត់ចំណុចខ្វះខាតអត់មាននៅក្នុងវគ្គទី2នេះបាទគឺការ0 team fight មួយគឺស្អាតខ្លាំងមែនទែនសម្រាប់ក្រុមកម្ពុជារបស់យើងបាទមកឡតនេះចាំមើលអាចយកបាន T2 ទាំង3ផ្លូវដែរទេព្រោះថាបើសិនជាបាន T2 ទាំង3ផ្លូវចំណេញហើយបើសិនជាបាន T3 មួយផ្លូវរត់តែចំណេញបាទតែយើងត្រូវប្រយ័ត្នដែរពេលបុកផ្ទះគេមានអាឡតអាឡតគូតែប្រយ័ត្នមែនទែនបើសិនជាអាចគូតែវាយអាឡតធ្វើម៉េចក៏អស់ flicker មុនសិនណាមកទៅញ៉ោះអស់មួយណាក៏បាន flick ឬក៏ final slash គឺចំណេញសម្រាប់យើងពេលដែលយើងបុកផ្ទះគេបាទអញ្ចឹងឡតទី1កំពុងធ្វើដំណើរនៅខាងលើតែគេនៅសល់ seal តារ៉េតដូចគ្នាប៉ុណ្ណេះទីដំបើក map មើលឃើញជាមួយនឹងវត្តមានកលូមានអារម្មណ៍ថាកលូក្នុង map មួយនេះគឺពិបាកในការ check map ខ្លាំងមែនតើដោយសារតែ damage របស់ច័ន្ទមករាគឺឈឺខ្លាំងពេកប្រភេទជាមួយនឹង true damage បាទអញ្ចឹងបើពាក់ល្មមគឺទុកបញ្ចប់ដូចគ្នាមិនដែរតែជាយើងកលេចជាមួយនឹងខាងកវិនវារបស់ខាងមីរ៉ាគឺគាត់ទៅ clear lên នៅខាងក្រោមនោះទេចាំមើលនៅខាងលើនេះអញទៅយើងណាទីអាដាមបើកជាមួយនឹងខនគប់ស្តានមួយត្រូវបានឡបែកជាមួយនឹងសៀលមីឡែនគឺខាងលើតែជាមួយនឹងខាងក្រោមមានការបុកយកសៀលត្រូវបានការបើកនេះយកដល់ Final Star ជាប់ជាមួយនឹងច័ន្ទបានដូចជាយកអត់បាននោះទេជាមួយនឹងមីនេះមិនដល់អញបុកបានយកទៅជាសៀលតែជាមួយនឹងបានប៉ុណ្ណេះចង់ចាណាមានការដល់ថយជាមួយបាងគ្រីតែរត់រួចតែកន្លែងជាមួយខាងក្រោយមកពីខាងកលូនឹងបណ្ដាជាមួយនឹងការគាត់ទេអូជីមកជាមួយខាងសូនប្រែបាត់បង់ជាមួយនឹងខាងបីកងទេបីកងដល់បាត់បង់ការបីបោចាក់នេះបោដល់ខ្លួនតែបាត់បង់ជាមួយនឹង2ដងត្រឡប់មកវិញប៉ុណ្ណេះ2ដង1ជាមួយនឹងទីដែលខាងលើគឺចំណេញខ្លាំងម្ដងពីខាងក្រុមកម្ពុជារបស់យើងណាមួយផាវិនគឺមាន4 kill នៅក្នុងដៃទៅហើយមានមែនតើខ្លោចមិនគាត់បញ្ចេញដើម្បីបានច្រើនតែមួយទៀតណាខ្ញុំដាក់ credit ឲ្យទីឧត្តមដែរបងកាមក team fight មិនមែនគាត់លោតបណ្ដេញការរីចេញពី team fight យកមកអូយអំបាញ់មិញខុសតើមើលជំហានត្រូវមួយសាន់ហ្នឹងគឺដាច់យកមកបាទអូយមក T3 នេះគឺចំណេញមែនតើបាទពីក្រុមកម្ពុជារបស់យើងអាចនឹងមានវគ្គទី3ដែរឬទេ
ណែ បាទអ្នកកងក្រហូដល់ហើយបាទ Win on Nature ក៏ដូចជា Queen Wing បាទ Queen Wing ចូលខ្លួនទៅលើ Queen វាផងដែរ យើងយក Ice Queen Wing បាទយក slow បាទយើងសូវយក full damage ដែរយើងយក slow ដើម្បីលេង utility និយាយទៅគាត់លេងភាគច្រើនគេលេងលេងអម team fight ព្រោះអ្នកបញ្ចេញ damage វគ្គនេះគឺពឹងទៅលើ Pavin មួយក៏បញ្ចេញ damage គ្រប់ដែរយេបាទបញ្ចេញគ្រប់ប៉ុន្តែគាត់ត្រូវតែ check item មែនតើគឺត្រូវដឹងថាគេមានជាមួយនឹង Vinnature អញ្ចឹងប្រយ័ត្នលងជាមួយនឹង Vinnature របស់គេដែរអត់ទេបើតាមខ្ញុំចាប់អារម្មណ៍មើល Pavin នៅក្នុងវគ្គនេះខ្ញុំគិតថាលោកគ្រូបំបឹកគាត់បានប្រាប់ឲ្យថាវគ្គនេះអត់ commit វាយការីទេអត់ commit ហ្មងជាក់ស្ដែងនៅ team fight មិនហ្នឹងបើសិនជាគាត់ចង់ចូលដល់ការីគាត់នឹងចូលដល់តែគាត់អត់ចូលទេគាត់ព្យាយាមតេសហើយទីឧត្តមចាំ load ultimate ដកការីចេញពី team fight មួយចប់បាទ Wishing Lantern មិនឃើញ Butterfly ក៏ dash load មកពីខាងច័ន្ទមករាមិញអាយ៉ាបាទ load ជន់ដែរតែរៀងខោចបាទមានអីវគ្គ freestyle បាទ lot ទី2ក៏បានចេញមកដូចគ្នាផងដែរជាមួយនឹងក្រុមកម្ពុជាកំពុងតែព្យាយាមធ្វើដំណើរទៅកាន់ជាមួយនឹង lot តែយើងក៏លេងជាមួយនឹងខាងមានការបើក map នៅក្នុង lot មួយគឺកលូឆែក map ឃើញពីទីឧត្តមដោយសារតែចុចជាមួយនឹង skill ទី1ដូចគ្នាផងដែរអូ lot ពីខាង Pavin មានមួយ set spell ក៏មានជាមួយនឹង ultimate ក៏មានដូចគ្នាប៉ុណ្ដែរតែនៅខាងលើមានការសូនមកមួយដូចគ្នាប៉ុន្តែទីឧត្តមបន្តការបើកមាន pop បើមកពីខាងច័ន្ទមករាអញ spam skill បានច្រើនផងណាស់មែនទែនជាមួយនឹងមើលឃើញចាប់ជាមួយនឹងកលូយកតាមដងចង់ទៅតាមប្រាសាទrồiចង់នឹងការខៃមែនទែន stand បន្តជាមួយនឹងការបាញ់ជាមួយនឹង blessing ជាមួយនឹងអត់ដាច់នោះទេមកបង្ហើយជីកកតែបាត់មកជាមួយនឹងច័ន្ទមករាឡើងមកវិញតែជាមួយនឹងខាងក្រោយបានបងជាមួយនឹងកលូបាត់ហើយតែជាមួយនឹងការលុតចាប់បានជាមួយនឹង Pavin AOG មកពីខាងបន្ទីសម្រាប់នឹងយឺតពេលប៉ុណ្ណឹងតែជាមួយនឹងកលូអាយ៉ាបើមិនកង់វាយជាមួយនឹងការរីមួយស្មើ10បុកខៀលបាត់ហើយ4 hero បាត់ហើយមានរឿងអីចេះបាត់បង់តាំងទីឧត្តមទៅទៀតទៅ5នាក់ដូននឹងកលូមួយតែប៉ុណ្ណោះអញ Oh my god មិនបានតែ commit វាយកលូមិញចឹងវាយអត់ដាច់បងកាទាំងមិញណា team fight ហ្នឹងអត់មានវត្តមានរបស់មីងកុងទេដែរយើងលឿនម៉េចមួយសិនអូយទេបាទមានជាមួយនឹងច័ន្ទមករាកាត់មកមុនគេចាំមើលតុបជាប់អត់បាទមីនៀនក៏មានតែមកវេវដែរមីនៀនកាត់បាទមួយប្រយ័ត្នគេចាប់ជាប់អត់អីទុកបានសមាជិករបស់ខាងក្រុមអង្គរវរីកម្ពុជារបស់យើងក៏បានការតន់ពេលវេលាដូចគ្នាប៉ុន្តែ team fight អ្វីមិនអ្វីដែលគេចំណេញគឺគ្រាន់តែ swing goal ត្រឡប់មកវិញប៉ុន្តែការយកជាមួយនឹងអត់តនេះ Oh my god បងកាមិញយើងលឿនដែរឃើញឱកាសតែខ្ញុំគិតថាកន្លែងហ្នឹងដោយសារតែច័ន្ទអវ៉ាន់គាត់ដឹងអត់ដឹងថា IGN ចេញពីណាគេដែរបាទព្រោះយើងដឹងថាកលូនៅហ្នឹងតែចាំជាមួយនឹងមេងកុងនៅឆ្ងាយដែរណាកំប៉ាបើសិនជាមិញចាំមេងកុងតែមិនតិច team fight អែមហ្មងណាមួយមិញបើយើងបន្ទោសគាត់ទាំងស្រុងក៏ពិបាកដែរតែដោយសារការបោកលើកលូមិញសោះតែបន្តិចទេមកដៃនិយាយតែបើសិនជាដាច់កលូកន្លែងហ្នឹងក៏យើងចំណេញ4ទៅនឹង5ជាមួយនឹង objective lot ហ្នឹងដែរបាទចំណេញដាច់គេជីកបានទៀតហ្នឹងហើយវាយអត់ដាច់គេរត់រួចហើយគេជីកយើងវិញទៀតបាទកន្លែងនេះតែរៀងសោយបន្តិចបាទបើឲ្យថាខុសគឺមិនខុសទាំងស្រុងទេអូយស្ដាយមែនតែមិនតន់ជាអីទេព្រោះនៅ50បាទគ្រាន់ថាមិញបើយើងនិយាយពីភាគរយយើងអាចនឹង70ហើយបាទគេ30ទេតែឥឡូវវាទៅជា50វិញព្រោះធម្មតាដាច់ T3 ម្នាក់មកផ្លូវ lot គេទៀតនិយាយទៅឱកាសយើងបុកផ្ទះគេក៏បាក់គេបុកផ្ទះយើងក៏យើងពិបាកទប់ដែរដោយសារគេមានអា lot បាទបាទបើយើងរៀងពិបាកបុកខ្លាំងមែនតើហ្នឹងយើងទទួលស្គាល់ដោយសារយើងខ្លាចអា lot ក៏ win combo របស់គេបាទយើងតែមិនអាចចេញទេអា lot ក៏ win ហ្នឹងអត់ដែរចេញទេយើងបុកវាយក៏ win មុន load ពឹងទៅលើ passive របស់ Kevin ទេមិញ mix stack load ត្រែខ្លួនឯងទៅជន់ត្រូវត្រែខ្លួនឯងទៅតែឲ្យចេញ combo មកគឺគ្មានចេញទេបាទមិនអីទេមកមិនតន់អស់សង្ឃឹមដូចគ្នាប៉ុន្តែសង្ឃឹមថាការផឹងមួយនេះនឹង reset ពួកគាត់នឹងត្រឡប់មកវិញជាមួយនឹងការទប់ lot ទី2បាទត្រូវតែប្រយ័ត្នមែនតើដើម្បីមាន spell ក៏ cool down ដែរព្រោះយើងចាយ spell គូសំនៅពេលដែល team fight មុន lot ទី2កាត់ឡើងបាទមិញបើបោកដាច់ចប់រឿងមកទេបាទបាត់សំណុំរឿង4ទៅ5ហក់មកមានអីលេងអីមិញយើងសល់នេះទេអត់មានអ្នកបើកមុខទៀតនិយាយទៅពេលអស់កលូមួយអស់អ្នកបើកមុខហ្នឹងហើយតែបាត់កលូអត់មានអីទប់មកយើងទេមិញប្រហែលជា stir damage តិចនៅពេលដែលយើងញាត់ជាមួយនឹង ice spin one ទៅ stir damage ណាមួយបើយើងមើលទៅមិញគេញុករ៉ាលឿនពេកនៅពេលដែលយើងបុកកលូធម្មតាការទៅពេលដែលយើងបុកយើងត្រូវបុកឲ្យដាច់ដល់ពេលបុកឲ្យដាច់យើងងអកស្រើយើងចំណាយ skill អស់ទៀតគេចូលមកដល់ god យើងទៀតហ្នឹងហើយបើ lot មកហើយបាទ lot មកដល់ god បាត់ហើយអញ្ចឹងហេប្រវាក់រត់មែនទេបាទអញ្ចឹងត្រឡប់មកការប្រកួតយើងវិញដូចគ្នាផងដែរបាទទៅជាការប្រកួតវគ្គ50ហើយវគ្គនេះចាំមើលអាចទប់ចោលតែខ្ញុំគិតថាអត់បញ្ហាមួយ lot នេះព្រោះដោយសារយើងមាន god ដែរ damage របស់ចាន់ដាក់ TC លើណា TC លើដាច់បាត់ណាអញ
គេបុកដាច់ដែរបាញ់អា បាទហើយក៏សូមអធិស្ឋានដូចគ្នាណាគ្នាដោយសារតែយើងយក line នេះគឺមិនមែន line ពីកម្ពុជាយើងផ្ទាល់ទេគឺយើងយក line ពីសិង្ហបុរីមកទេបាទយើងគ្រាន់តែបន្ថែមបញ្ចេញបញ្ចូលតិចមកវិញគាត់តែបញ្ចូលភាសាបាទខាងគេច្រឡំចុច switch ទេបាទមាញ់បាទតែ Lord free clear ដូចគ្នាប៉ុន្តែតែជាមួយនឹង minion នៅខាងក្រោមដូចជាមិនតន់អស់នៅឡើយទេនៅសល់ minion មួយ wave ទៀតខាងលើនិងខាងក្រោម midland យើងបោះបង់ជាមួយនឹង tier 2 threat ចោលតែនៅអាចទប់ minion បានធម្មតាបាត់បង់ tier 3 ទល់នឹង tier 3នៅខាងលើដូចគ្នានោះទេគេក៏បាត់បង់យើងក៏បាត់បង់ Chatis យូសងយក Chatis យកត្រូវឯងព្រោះគាត់អ្នកបិទទៀតឯងគាត់អ្នកដកការីបាទគាត់អ្នកញុកមាត់ការីអូខេតែយកបាទអញ្ចឹងអត់តន់ជាបញ្ហាទេគេលិចទៅ 2k ត្រឡប់វិញដូចខ្ញុំនិយាយថា team fight មិញអ្វីដែលចំណេញឲ្យគេគឺគាត់តែ go swing ទេ Yes បាទហើយគេបានមក tier 3ស្ថានភាពយើងលេងបានគេ tier 3យើង tier 3 still លេងបានខ្ញុំគិតថា still លេងបានអូ Profos ពី Guinevere របស់គេបាទជាស្អីខាងឈ្មោះខាងគេយើងបានអានដែរយើងសុំហៅឈ្មោះឯរោកំប៉ិតបើអញ្ចេះដែរផាវិញណាបើគាត់យកកកហ្មងមិនដែរបងកាអូទេបានកកហ្មងក៏ល្អដែរសម្រាប់គាត់បើយក Win on Nature នេះក៏ត្រូវការកកដែរណែទាំងពីរនេះព្រោះត្រូវការព្រោះអានឡុកចូលទាំងផាវិនតាំងមករាចាំមករាសុទ្ធតែត្រូវការកកព្រោះវគ្គមុននៅពេលដែលគេលេង God ក៏គេពាក់ជាមួយនឹង Winter Crown ដែរគេពាក់ដូចគ្នាបាទអញ្ចឹងមើលចង្ការលុយមិនតន់ដល់យើងមិនតន់ដល់ដូចគ្នាបាញ់មិញគឺចេញ Divine កន្លែងវិញមានអារម្មណ៍ថាចាំមករាគឺអត់ទទួលបានថាយើងត្រូវតែបុកអ្នកមុខឲ្យដាច់អញ្ចឹងត្រូវតែបន្ថែម damage បុកឲ្យដាច់យកតែម្ដងបើបុកអត់ដាច់គឺយើងនឹងកើតរូបភាពដូចអំបញ្ញមិញអញ្ចឹងបាទគូប្រជែងរបស់គ្នាបណ្ដាបន្ទាប់ពីបញ្ចប់ការប្រកួតបាទយើងនឹងធ្វើការចាប់រង្វាន់ឲ្យអ្នកគ្នាដែលកំពុងទស្សនានៅ Watch Party របស់យើងផងដែរបាទតតែចាប់ជាមួយនឹង Final Slash ទៅលើច័ន្ទមករាមិនមែនជាការងាយនោះទេតែក៏គេមិនចាយ flick ដែរតែមិនចាយ flick nature ដែរណាបាទមិញថាវិនបានអីថាវិនអត់បានចាប់អារម្មណ៍ដែរយ៉ាអាយ៉ាបាទចាយ flicker ចំណេញហើយចំណេញមួយឡតយើងមួយអូក៏ធ្វើត្រូវសំខាន់ IGN នេះបើយើងនិយាយគ្នាត្រូវយើងត្រូវថាបើយើងគ្រាន់តែញោះយើងញោះឲ្យIGN បើតាមការគិតរបស់ខ្ញុំប្រហែលជាមករាច័ន្ទមករាបាទបើពីមុនអាចឧត្តមព្រោះយើងដែរពីមុនយើងហៅ Captain D7 បាទបាទ off flick ទាំងអស់ off flick បាទដាវិនគាត់ប្រើ 3-3 ហ្នឹងហើយ 3-3 ហ្នឹងហើយអូយមិនចឹងតែជាមួយនឹងអាយ៉ាជាមួយនឹងមកចាយ flicker មួយមកដូចជាម្ដងដែរតែជាមួយនឹងការបើកនេះយកតាមម្ដងបោដែរជាមួយនឹង glue ដែរទៅបាច់តែជាមួយនឹង glue ដែរបាយយកជាមួយនឹង glue ទេបានជាមួយនឹងក្បាច់ជាមួយនឹង glue តជាមួយនឹងទីអាដាមជាមួយត្រឡប់មកពីនោះមិនប្រកាសចេញគាត់ត្រឡប់មកពីណាទៅប្រកាសដល់ពីទីអាដាមដែរជាមួយនឹងបាត់បេកុងមួយដងនឹងមួយនោះទេជាមួយនឹង Final Slash ចាប់បានជាមួយនឹងប៉ាវិនបោអូតូម៉េតយកតាមម្ដងវាយបោជាមួយនឹងការពុះយកមកពីខាងច័ន្ទបានចាប់បានអូខេចាប់រត់ទៅដល់ការបាត់បោអាយមកតវាយទៀតដែរទេពីណាគេដល់4ទល់នឹង4ដល់ទាំង2ទេ4ដល់2តែយក clear minion សិនយកឡតកម្មពិនមិញបងកាកាខ្ញុំគិតថាចេះក្នុងកម្ពុជារបស់យើងបើសិនជាគាត់លេង safe ជាងនឹងបន្តិចឡតនឹង free ហ្មងអត់មាន team fight អញ្ចឹងឯងបាទពួកគេអូខេ flick តែទីឧត្តមគាត់ load max ultimate តែក៏អស់ ultimate គេវាយយកមកតែគ្រាន់តែថាគេញោះយើងដែរបើនិយាយចេះគេញោះយើងដែរដើម្បីយើងអស់ដែរMystic Gust ពូឡតជាមួយនឹងឡទី3ធ្លាក់ទៅលើដៃរបស់ក្រុមកម្ពុជាចាំតែវត្តមានរបស់មេងកុង respawn មកវិញដូចគ្នាប៉ុន្តែ30វិនាទីអាចនឹងមានជាមួយ spell flicker មកវិញតន់បាទឡតលើដូចលឿនដល់នេះឡត evolve មិនទេពេញតន់ហ្មងឡតទៅដល់យើងមាន minion លើមកពេលទុកឲ្យ delay យ៉ាងដែរតែគេក៏ពេញដែរគេ33យើងមក10ជាងយើងពេញមុនមកល្មមលេងបានបាទយើងពេញមុនបើសិនជាយើង commit ឡើង mid នេះគេអត់មាន flick ទេណាតែបើយើងចាំលេងមួយ lot ខាងក្រោយអីអាចនឹងគេ full បាទទៅមិញហ្នឹងគេបោកមកយើងយូរនេះគេបោកមកយើងយូរទៅសារទីឧត្តមគាត់មានជីវិតទេហ្នឹងហើយគេរេរយូរកន្លែងជីវិតហ្នឹងបាទអូលោកមើលមកកលូកាមីទៀតមកលេងមួយ lot evolve ដែរយើង lot evolve ដែរបាទតើណាបាទ lot evolve យើងនៅចិត្ត lot ហ្នឹងមិន defend ច្រើនទៀតដល់បាទបើទេលឿនទេអត់ទេទីឧត្តមកាងឯងទីឧត្តមកាងក្រោយឯងបាយយកជាមួយ Tier 3 Threat យកតាមម្ដងជាមួយទីឧត្តមចាំបិទក្រោយស្អាតណាស់មែន Final Slash ជាន់កោបាយបងមកវិញជាមួយនឹងការ flicker មកពី Alon ជាមួយនឹងជាមួយនឹងកាលីជាមួយនឹងរាជាជាមួយផាវិនដាច់មកដល់ពេលទៅមកជាមួយនេះបាត់ត្រឡប់មកវិញជាមួយការដល់ចាំបានលើក្រោមមែនបាយចាំដល់ដាច់បាយយកក៏បាយមកជាមួយនឹងការបាយយកពីទីឧត្តមនៅក្រោមដែរជាមួយហាងក្រោយបាត់ជាមួយផាវិនបាត់ហើយមានរឿងអីចេះតែជាមួយនឹងច័ន្ទមករាក៏មិនទាន់ដាច់ជាមួយនឹងច័ន្ទតវ៉ាន់ក៏មិនទាន់ដាច់អាចដល់ថយបានមិនអីនោះទេបាទអីសោះពី
ជាមួយ Flick ឯហ្នឹង មករាមានរឿងចា Mystic Ghost ស្ទប់មកវិញម្ដាយពងមួយបណ្ដាចង់ចាប់គ្នាខ្ញុំតែនៅតែបាត់បង់ជាមួយនឹងមករាបាត់ទៅហើយតែរត់រួចពីច័ន្ទវណ្ណអត់អីនោះទេជុំមួយវាយផ្ទះមួយវាយមនុស្សអូយបងកាកាអ្វីដែលខ្ញុំចាប់អារម្មណ៍ដូចតែខ្ញុំតែនិយាយចឹង Cloud របស់ Pavin គួរតែពាក់ Winter Crown គាត់ដូរឲ្យធំយកជីវិតហ្នឹងមិញបាទតែគាត់លោត Ultimate កដាវងទាំងគាត់អត់មាន Win on Nature អត់មាន Winter Crown ការីឈប់បាញ់ Base អតាក់គាត់លោគាត់មកវិញគីឡូគេចាប់ជាប់បាត់មានកើត9 10 11កើតមានបវេវ15 1វិនាទីកើតតន់មកពីមេងកោតំណទៅតទេហើយមិនតន់អស់ហើយកាសនោះទេកុំតន់ណាភើពោះអូយបេះដូងខ្ញុំមិញចោះញ៉ាំបាញ់ចោះញ៉ាំអីគេចោះញ៉ាំនំបញ្ចុកអស់ហើយនំបញ្ចុកបាទចោះញ៉ាំនំបញ្ចុកអស់ហើយស្រកនេះស្រកខ្មែរអូយឡខ្មែរអូយបុកពោះបាទអត់អីទេមិនតន់ទៅណាទេកុំតន់អាភ័យអត់ទេខ្ញុំភ័យតែអាវៈបុកផ្ទះហ្នឹងហ្មងបងកាអូយមិញរៀងញ៉ៃហើយដែរអត់ទេកម្មពិតថាដូចខ្ញុំនិយាយយ៉ាងថាហាវិនគាត់គួរតែវិនថាក្រោនមួយមកល្អបំផុតគាត់មានជាមួយនឹងវិន Nature បាញ់មិនអាសាចឹងបានវិនតែក្រោនគាត់អត់ចាញ់នៅគ្នាបណ្ដាឥឡូវជាមួយនឹងវិន Nature ចង់ខ្វះលោតតែជាមួយនឹងវត្តមេរបស់ខាងមានការសូនបាក់មេដូចគ្នាបណ្ដាសមាជិករបស់យើងមានជាមួយនឹង Spell គ្រប់មុខយកតែម្ដងខាងគេអត់មាន3 Flicker ណាកន្លែងនេះគឺចំណេញយកតែមែនតែនបើសិនជាមានកងបាំងនេះគ្មានផ្លូវណារត់ទៅផ្ទះវិញនោះទេតែជាមួយនឹងលោតមានគេយើងបុកគេ3ផ្លូវយើងនៅសល់1ផ្លូវអត់មានបញ្ហាយើងលេង Minion Pressure លេង Minion Pressure មួយដកទាំងហាមបានវែងមិនថាអ្នកទស្សនាតាមរយៈការ live ក៏ដូចជាទស្សនាជាមួយនឹង Watch Party នៅ PL Cambodia Arena នោះទេជាមួយនឹងក្រុមកម្ពុជារបស់យើងក៏បន្តអស់សកម្មជាមួយនឹងការចង់យកបានជាមួយនឹង lot ទី4ខាងគេតែបើយើង delay យូរគេមាន space flicker ត្រឡប់មកវិញអាសាគេមាន space flicker 3អ្នកដូចគ្នាបណ្ដែរមីនៀនបន្តការបុកយើងនឹងសល់ជាមួយ TC Trend មួយខាងក្រៅមីនៀនខាងក្រៅបន្តការបុកដូចគ្នាបណ្ដែរ lot ក៏បន្តណា Immortality ចេញមកពី main កងដូចគ្នាបណ្ដែររៀងចំណេញទៅលើក្រុមកម្ពុជាដោយសារតែមីនៀនខាងក្រៅកំពុងតែដាក់សម្ពាធយកតែមែនតែនបើសិនជាក្រុមមានមកអត់ទៅទប់អាចនឹងដាច់ផ្ទះបាទចាំមើលមួយឡតនេះតែក្រុមមានម៉ាគាត់ចង់ commit លេងលឿនហើយអត់ចង់ឲ្យ delay យូរនោះទេតែមាននាមសតតិចខ្លាំងមែនទេមាននាមសតតិចខ្លាំងមែនទេបើមាន Adicor ទៅផ្ទះចេញមែនតាមមួយ plate អាចនឹងមានការ fast load ទៅតែម្ដងនេះក៏បីមនុស្សការីទៅចាញ់វត្តវានៅខាងក្រៅបាត់ហើយនឹងគេដល់ដែរទេចូលទៅណាតែការចូលជាមួយនឹងគេបីវាចាប់បានជាមួយនឹងគេដែរទេបាញ់ជាមួយនឹង Mystic Gas ដាក់ជាមួយនឹង Violet បើកនេះពីបេកងចាប់បានហើយចលឡតតែជាមួយនឹងខាងក្រោយជាមួយនឹងពេលក្រោយដែរបាត់បង់ជាមួយនឹងច័ន្ទមករាជពេញពេលក្រោយតនពេលលេងគ្នាបណ្ដែរតែជាមួយនឹងខាងក្រោយមានជាមួយនឹងកលូមកតពីក្រោយតែជាមួយនឹងវាយការយើងណាជាមួយនឹង AOG ដល់ថយតែជាមួយនឹងកលូមកតការសូនរបស់យើងទៅចេញខាងក្រោយបណ្ដែរបេកង Violet ចុចវិញនឹងការដូរជាមួយនឹង Mortality មានការចុចវិញនឹងការបើលបន្តនៅគ្នាបណ្ដែរតែជាមួយនឹងកងនៃការដល់ថយជាមួយនឹងកងជាបាត់ជាមួយនឹង Pavin បាត់ទៅហើយតែមិនដល់ចាប់ជាមួយនឹងច័ន្ទវណ្ណក៏មិនដល់ទៅណានោះគ្នាមិនដែរវាជាមួយនឹង Mortality តែជាមួយនឹងទីអូដាមនឹងមានជាមួយនឹងជីវិតកលែកជាមួយនឹងមេកងបាយកងបងកែនេះមិនបាននោះទេពជាពេលដើម្បីស្មារតីរបស់ក្រុមកម្ពុជាអាចកាន់មកវិញនោះទេមិនដែរឥឡូវអត់ទៅទៀតទេបើកនេះបាត់បង់ជាមួយនឹងច័ន្ទវណ្ណបាត់ហើយបាទគាត់ចង់បើកនេះ fast load យក fast clear យកតែម្ដងដើម្បី annoy team fight នេះកុំឲ្យ minimum pressure មកលឿនណាបាទអញ្ចឹងភ្លាមចាំមើលមួយ team fight មួយនេះអាចនឹងទប់ជាប់ដែរទេតែយ៉ាងណាមិញជាមួយសមាជិករបស់ Myanmar កំពុងតែយក load បាត់ទៅហើយ Oh my god ដោយតែខ្ញុំបាននិយាយចឹង Pavin គាត់អត់បានបញ្ចេញ damage នោះទេដោយសារតែគាត់ត្រូវបាន Jusin និង Kaloo lock គាត់ហើយគាត់អត់ពាក់ Winter Crown ទេគាត់ពាក់ Win on Nature ទាំងយើងដឹងស្រាប់ហើយ damage ដែល lock គាត់មិនមែនជា carry ទេ carry គេអត់វាយគាត់ទេបច្ចុប្បន្ន carry គេវាយតែមេងកងហើយនឹងទីឧត្តមតែប៉ុណ្ណោះបាទហើយអាឡុតបាទកលូហើយអាឡុតឡុកតែមករាទៀតអញ្ចឹងគាត់ធ្វើឲ្យយើងពិបាកលេងមែនតែទាំង Pavin ក៏អត់ពាក់កកគាត់មានតែ Purify មួយទេរត់អត់រួចពីសិនយកមកអីបើកនេះតែមិនតន់ជីកដូចគ្នាផងណាតែឡតបន្តមកដល់នៅទេមីនេះនៅខាងក្រោមច្រើនខ្លាំងមែនតែសមាជិកកម្ពុជាក៏កាត់អស់ដូចគ្នាបណ្ដែរមួយសិនអត់តន់អីខ្ញុំស្ដាយមក team fight 4តូ5មកបងកាទាំងអាឡុតនៅឆ្ងាយមែនតែteam fight នេះគាត់ប្រឡែងមករាឲ្យកលូ lock solo kill ដែរតែ solo kill ហើយគាត់ទិញមួយឆ្នាំតន់ team fight ដែលខ្ញុំដូចនិយាយហ្នឹង Pavin ក៏អត់បានចូលដល់ការីទេការីចង់មកក៏ចូលការីទេគាត់ព្យាយាមវាយអ្នកមុខវាយទៅលើអាឡុតឬមួយក៏ជូសិនតែក៏អត់មាន damage វាយការីផងការី free damage វាយទីឧត្តមនឹងមេងកងឡើងលោឈាមរត់ប្រសាទពេញនឹងអស់លេងបាទអញ្ចឹងចាំមើលសង្ឃឹមថាក្រុមកម្ពុជារបស់យើងអាចនឹងទប់ជាប់មួយ lot នេះដែលជា lot evo lot ទី5ផងដែរបាទសមាជិក5ទៅនឹង5អត់មាននៀកនោះទេតែនៀកពេញវិញដូចគ្នាផងដែរបាទជាស្រ័យតែ Immortal
មាន2គីឡូ final slash ទៅលើ Pavin បើ ultimate ស្បាជាមួយនឹង Big Sticker ដាច់ជាមួយនឹង Alon បាត់ហើយ AOG មកពីទីឧត្តមនឹងគ្នាបណ្ដាតែគ្រីជាមួយនឹង បណ្ដាតែជាមួយនឹងការចាន់របស់ការបាត់ពីខោដាច់ជាមួយនឹងគ្រីបាត់ហើយជាមួយនឹងការតបលត់បាត់ជាមួយនឹង3របស់ខាងមីមកកម្ពុជាបន្តបាននៅតែបន្តទាំងវាយជាមួយនឹងគីឡូបាត់ហើយតែជាមួយនឹងវត្តមានរបស់ជូសិនក៏មិនអាចធ្វើបានដែរសល់តែ2នាក់តាមណាបុកផ្ទះវិញបានទេបុកផ្ទះវិញ បាទសុំរូបភាពចឹងមកបាទយ៉ាងណាមិញឆ្មើមើលតែមេកងដេញចាប់ជាមួយជូសេន បាំងវាយឡើងឈាមបន្តពីមេកង1តនឹង2ពីមេកងជីវិតអមតៈមិនអាចបុកដាច់ទេអមតៈបុកមានវិញលោកគ្នាបានដែរជាមួយនឹងមានឡានក៏មកដល់ជាមួយវិញចុចកាន់សៀលមកតែម្ដងចង់ទៅណាកលូចង់កាក់មានកបកាក់មិនបានដែរ admit let's go ចាំមើលតែណាមិញយើងត្រូវតែអឺនៅលឿនយកតែមែនតើដោយសារតែមាននៅខាងក្រោមកំពុងតែបុកតែយើងដូចគ្នាផងដែរ បាទជាមួយនឹងការចាប់បាយជាមួយនឹងកលូ mistake វាយដាក់ជាមួយនឹងវាយតែអេអត់មានហើយតែមកមួយទៀតបាទវាយតែអាចទៅជាមួយដែរ ចង់កាក់ទៅណាកាក់ក៏មិនជាប់ដែរ វាយតែ ចៃយ៉ាងណាលេវ៉ាទី2បានលើក្រុមកម្ពុជាបាទមួយវគ្គនេះគឺធ្ងន់អឹបយកតែមែនតែនបាទពីក្រុមកម្ពុជារបស់យើងអង្គរវេលាអ្នកទស្សនានៅក្នុងការ live អ្នកមកមើលទស្សនានៅក្នុង voice party នៅទីតាំងនៃការប្រកួតផ្ទាល់នេះ Oh my god ហើបគូតពីកៅអីហើបគូតពីកន្លែងអង្គុយយកមកសូម្បីតែខ្ញុំជា caster និយាយទាំងឈរយកមកអត់ដឹងថានិយាយថាម៉េចបាទ អូយភ័យក៏ភ័យហត់ក៏ហត់ ទេ team fight មិញ Oh my god team fight មិញអូយខ្ញុំស្រឡាញ់មិញកងមែនតើដោយសារគាត់ lock បានការីមួយហ្នឹងគឺជា team fight ដែលឆេងការប្រកួតហ្នឹងមកវិញយកអត់មានអ្នក lock ការីយូរឯងអត់មានអ្នក lock ការីអត់ខ្វល់ពីការីមកការី free damage បាយយកហ្មងទាំងផាវិញអត់ពាក់វិញទៅក្រោនទៀតគាត់យកវិញអា net ឆើយើងដឹងហើយវាឆើដូរទៅគឺ cool down អាណាទិញវិញទៅក្រោនទិញបានតែចុចអត់បានភ្លាមទេដូចជា30 second ឬ25 second ខ្ញុំភ្លេចបាត់ហើយបាទ Oh my god បាទចឹងអ្នកដែលគាត់កំពុងតែទស្សនាតាមគេហដ្ឋាន